ចាបងប្អូននេះមើលពីលើយន្តហោះខ្ញុំជិះពីអ៊ីតាលីទៅប្រទេសក្រិចនៅកោះចាហើយឈ្មោះវាក៏កោះដែរដូចយើងនៅកោះរងសន្លឹមអញ្ចឹងណាបងប្អូនហើយពួកយើងក៏បានទៅលេងនៅកោះចំនួន4ទៀតដោយជួលកប៉ាល់ណាបងប្អូនចានេះខ្ញុំថតពីលើយន្តហោះទៅដោយសារតែជិះពីអ៊ីតាលីទៅរយៈពេល2ម៉ោង10នាទីចាបងប្អូននេះគឺយើងបានជិះទៅមើលជំនុំកោះ4ទៀតគេឈប់ចំនួន4កោះណាបងប្អូនគេឲ្យយើងងូតទឹកងូតអីអញ្ចឹងហើយអ្នកណាគេចង់ហោះអីក៏បាននេះខ្ញុំដើរមើលកន្លែងគេលក់តំបន់តូចភូមិគេហៅភូមិកោះនៅប្រទេសក្រិចហ្នឹងតូចហ្នឹងគេមានលក់សម្លៀកបំពាក់មានសួរវនីមានវត្ថុអនុស្សាវរីយ៍អីចឹងចាហើយក្តៅនៅប្រទេសក្រិចក្តៅដូចប្រទេសអ៊ីតាលីចឹងបងប្អូនចាហើយស្អាតប្លែកម្យ៉ាងចាព្រោះអីនៅប្រទេសអ៊ីតាលីក៏មានជំនុំកោះហើយនឹងសមុទ្រស្អាតជាច្រើនដែរតែខ្ញុំចង់ទៅមើលប្រទេសក្រិចដោយសារតែយើងអត់ដែលធ្លាប់ទៅបងប្អូនហើយនេះនៅលើកប៉ាល់ហ្នឹងគឺវាធំណាបងប្អូនមាន3ខាងក្រោមខាងលើហើយនិងខាងលើមួយទៀតមានកាពីតានោះគេបើកអញ្ចឹងណាបងប្អូនចាហើយអញ្ចឹងនឹងគេជូនពួកយើងទៅចំនួន4ស្តុបចា4ឈប់4កន្លែងដើម្បីមើលកោះអញ្ចឹងទៅយើងគេឈប់សម្រាប់20នាទីឲ្យយើងងូតទឹកឲ្យយើងហក់លេងអីអញ្ចឹងណាបងប្អូនអូខ្ញុំលើកទី1ដែលខ្ញុំហក់ពីលើកប៉ាល់ធំហ្នឹង4ម៉ែត្រចុះមកក្រោមមកបងប្អូនស្រាវមែនតើខ្ញុំថាខ្ញុំនឹងហក់ចូលម្ដងព្រោះយើងអត់ដែលមានឱកាសបានទៅទៀតទេព្រោះយើងឱកាសមានតែម្ដងយើងមិនអាចទៅខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចទៅម្ដងទៀតព្រោះស្អាតនៅប្រទេសក្រិចនៅកោះហ្នឹងគឺស្អាតបងប្អូនចានេះគេជូនយើងទៅមួយកោះទៀតហើយនៅកោះហ្នឹងគឺមានមនុស្សរស់នៅតែ25នាក់ឯងបងប្អូននេះចា25នាក់នឹងមានសាលាមួយហើយនឹងមានកូនសិស្សពួកគាត់ប្រាប់ណាចាអញ្ចឹងទៅនេះគឺជាបទពិសោធន៍មួយទៀតនៅប្រទេសក្រិចហើយប្រទេសក្រិចស្អាតបងប្អូនស្អាតមានកោះមានអីហើយកប៉ាហ្នឹងគឺគេឲ្យយើងអាហារពេលថ្ងៃនេះខាងក្រោមចាគេឲ្យអាហារពេលថ្ងៃត្រង់យើងញ៉ាំអញ្ចឹងណាបងប្អូនខ្ញុំចេញទៅពីព្រលឹមហើយត្រឡប់មកវិញពេលល្ងាចចាត្រឡប់មកកោះវិញពេលល្ងាចនេះគឺអាហារថ្ងៃត្រង់ចាយើងញ៉ាំហើយអញ្ចឹងទៅគេជូនយើងទៅមើលកោះមួយទៀតអញ្ចឹងណាបងប្អូនចាសប្បាយហើយមានតន្ត្រីមានអីច្រើនមានវីដេអូច្រើនណាបងប្អូនអើយតន្ត្រីយើងគេចាក់តន្ត្រីមានអ្នកសូរឲ្យយើងរាំនៅលើនឹងគឺសប្បាយបងប្អូនគឺរីឡាក់តែម្ដងហើយអាកាសធាតុគឺក្តៅខ្លាំងមែនតើពេលដែលពួកខ្ញុំនេះនឹងទៅនឹងជួបអាកាសធាតុល្អអំណោយផលចាហើយនេះខាងក្នុងហ្នឹងគឺមានខាងមិនមនុស្សអង្គុយមានតុមានអីគេរៀបមានបាយអីនេះកូនស្រីបើខ្ញុំហ្នឹងគឺគាត់ហក់ចូលដែរបងប្អូនមានតែកូនខ្ញុំឯនឹងខ្ញុំឯងព្រោះអីប៉ាគេស្រាវគាត់មើលទៅស្រាវវា4ម៉ែត្រវាខ្ពស់ពេកបងប្អូនចាហើយខ្ញុំនឹងកូនស្រីបើខ្ញុំហ្នឹងគឺថាបថយហក់ចូលបើសិនយ៉ាងម៉េចយ៉ាងណាព្រោះនៅក្នុងទឹកចឹងណាបងប្អូនចាហើយកូនខ្ញុំអើយកូនខ្ញុំចូលចិត្តទឹកសមុទ្រណាដូចត្រីបាឡែនអញ្ចឹងកូនខ្ញុំហើយវីដេអូមានច្រើនទៀតចានេះគឺខ្ញុំត្រួសនៅប្រទេសក្រិចនៅលើកោះនឹងចាកោះប្រទេសក្រិចនឹងឯងហើយដំណើរកំសាន្តក៏សប្បាយហើយទឹកសមុទ្រស្អាតបងប្អូនអើយស្អាតបើមើលឃើញផ្ទាល់រត់តែស្អាតជាងដែលយើងថតទៀតព្រោះយើងថតបានតែប៉ុណ្្នឹងឯងចាតែបើមើលផ្ទាល់ដូចផ្ទាំងគំនូអញ្ចឹងបងប្អូនហើយស្អាតហើយយើងសប្បាយជុំគ្នាចាហើយកូនច្បងគាត់បានទៅដោយសារគាត់ជាប់ការងារផ្ទាល់ខ្លួនគាត់ធ្វើការងារថ្ងៃបងប្អូនហើយអត់មានអ្នកមើលផ្ទះចាអរគុណច្រើនបងប្អូន